ឲ្យតែចង់ញ៉ាំបបរសគឺដឹងតែទៅរកបបរសដាច់យប់នៅក្រុងប្រវត្តិមុខវិទ្យាល័យប្រវត្តិយើងនឹងឯងហើយឥឡូវនេះគឺអាប់ដេតជាមួយនឹងមុខមីនុយថ្មីដែលសាច់ជ្រូកលីងជាមួយនឹងសណ្តែកជ្រូកគឺជាមុខមីនុយដែលពិសេសប្រចាំខេត្តស្វាយរៀងផ្ទាល់តែម្ដងបបរសដាច់យប់កន្លែងគាត់នេះគឺអ្នកប្រវត្តិណាគេក៏ស្គាល់ដែរព្រោះថាមួយគាត់ច្រើនខ្លាំងមែនតើអញ្ចឹងហើយអ្នកដែលជាមួយឧស្សាហ៍ញ៉ាំកន្លែងគាត់ហ្នឹងកុំភ្លេចជួយខមមិននៅក្នុងវីដេអូនឹងម្នាក់មួយផងដែលកន្លែងគាត់លក់ទៀតសតគឺសាមញ្ញទេបងប្អូនយើងដែលទៅគឺដឹងហើយប៉ុន្តែអ្នកដែលទៅគឺតែងតែជាប់ចិត្តច្រើនខ្លាំងមែនតើគាត់លក់ជាអទេសសាមញ្ញនៅតាមផ្លូវអញ្ចឹងណាអ្នកនៅប្រវត្តិគឺស្គាល់គឺនៅនឹងមុខវិទ្យាល័យក្រុងប្រវត្តិយើងនឹងឯងបងប្អូនយើងនៅពេលដែលបានមកដល់ទឹកដីក្រុងប្រវត្តិហើយចង់ញ៉ាំបបរសហ្នឹងអាចមកសាកញ៉ាំបបរសនៅកន្លែងគាត់នេះបាននៅកន្លែងគាត់នេះលក់ជាអទេសសាមញ្ញអង្គុយនៅតាមចិញ្ចើមផ្លូវជាប់លបងសាលានៅខាងក្រុងប្រវត្តិយើងនឹងឯងហើយបច្ចុប្បន្ននេះគឺគាត់អាប់ដេតជាមួយនឹងមុខមេនុយថ្មីដែលសាច់ជ្រូកលីងជាមួយនឹងសណ្តែកជ្រូកដែលជាសណ្តែកប្រចាំខេត្តស្វាយរៀងយើងផ្ទាល់តែម្ដងអញ្ចឹងណាអ្នកលក់តាមចិញ្ចើមផ្លូវអ្នកលក់តាមអទេសមែនប៉ុន្តែការរៀបចំផងគាត់នេះគឺ clean បានល្អខ្លាំងណាស់បងប្អូនទាំងអស់គ្នាអើយអាចមើលតាមជាក់ស្ដែងបានណាហើយនេះហើយគឺជាអទេសផងគាត់គឺអត់ពិបាករកទេដាក់ថាបបរសដាក់យប់នៅក្រុងប្រវត្តិយើងនឹងតែម្ដងបបរសគាត់នេះគឺដាក់ជាមួយនឹងស្លឹកតយទំនងញ៉ាំខ្លាំងមែនតើជាពិសេសនេះគឺថាត្រីខនេះបងប្អូនហើយគឺថាខ្ញុំញ៉ាំទៅគឺចាប់ជាតិខ្លាំងមែនតើត្រីខនេះគឺថាត្រូវជាមួយនឹងបបរសដែលគាត់លក់ហ្នឹងគឺពិសេសណាស់កន្លែងគាត់នេះមានអាហារច្រើនសម្រាប់យើងជ្រើសរើសនឹងនេះហើយគឺជាមុខមេនុយថ្មីសាច់ជ្រូកលីងបងប្អូនយើងអាចទៅសាកបានហើយបច្ចុប្បន្ននេះក៏គាត់មានជាមួយនឹងបាយសដែរបងប្អូនយើងចង់ញ៉ាំបាយអាចទៅញ៉ាំបាយកន្លែងគាត់បានដែរអញ្ចឹងណាមិនមានត្រឹមតែបបរសទេសម្រាប់ត្រីហើមឬក៏ត្រីងៀតនៅពេលដែលគាត់រៀបចំមកយើងហ្នឹងគឺគាត់ចាប់ដើមសកត់ឲ្យវាបាយទន់បែបហ្នឹងគឺងាយស្រួលញ៉ាំមិនមែនត្រីបែកទុជីនទៅខ្ទេចទេបងប្អូនតើគ្នាបងទាប្រៃគាត់នេះក៏ទំនងញ៉ាំដែរបងប្អូនតើគ្នាអើយខ្ញុំនិយាយមែនកន្លែងគាត់នេះគឺទំនងណាស់សាមញ្ញទេនៅពេលដែលយើងញ៉ាំទៅប៉ុណ្ណឹងថាអូសាមញ្ញមិនធម្មតាបានគាត់មែនសម្រាប់ត្រីងៀតឬក៏ត្រីហើមនេះបងប្អូនយើងស្រឡាញ់មួយណាចូលចិត្តមួយណាអីហ្នឹងឲ្យគាត់រៀបចំឲ្យតាមហ្នឹងទៅព្រោះថាសិតតែត្រូវចាប់ជាតិជាមួយនឹងបបរសរីឯស្វាយកន្លុកនេះវិញគឺថានៅពេលដែលបងប្អូនយើងទៅញ៉ាំបបរសកន្លែងគាត់គឺ free រយៈពេលមួយអាទិត្យចាប់ពីផុសវីដេអូហ្នឹងទៅអញ្ចឹងនៅពេលដែលទៅកុំភ្លេចសួររកស្វាយកន្លុកផងព្រោះថាគាត់ free មួយចានសម្រាប់យើងញ៉ាំទីតាំងរបស់គាត់គឺនៅនឹងជប់របងវិទ្យាល័យក្រុងប្រវត្តិតែម្ដងគឺថាអត់ពិបាករកទេគឺងាយស្រួលរកខ្លាំងមែនទែនហើយម៉ោងដែលគាត់បើកគឺបើកចាប់ពីម៉ោង6ល្ងាចតទៅរហូតដល់ម៉ោង3ទីភ្លឺឬក៏អស់មុននឹងជាក់ស្ដែងឬក៏ពេលខ្លះគាត់អាចនៅលើសម៉ោងនឹងអញ្ចឹងណាអញ្ចឹងតាមជាក់ស្ដែងដែលគាត់លក់បច្ចុប្បន្ននៅទីនោះផ្ទាល់ហើយជំរឿសម្រាប់យើងជ្រើសរើសគឺទំនងណាមួយមុខណាក៏ទំនងដែរដូច្នេះហើយបងប្អូនយើងដែលចូលចិត្តមួយណាហ្នឹងឲ្យអ្នកលក់រៀបចំតាមចំណង់ចំណូលចិត្តរបស់បងប្អូនយើងតាមនឹងទៅសម្រាប់វីដេអូនេះដែរគាត់ខ្ញុំណែនាំសម្រាប់បងប្អូនយើងដែលចង់ញ៉ាំបបរសហ្នឹងអាចទៅសាកបបរសនៅកន្លែងគាត់បានបើសិនជាបងប្អូនយើងខ្លះមិនទាន់ស្គាល់អីចឹងណាប៉ុន្តែបើសិនជាបងប្អូនយើងស្គាល់ហើយឬក៏ជាមួយអីហ្នឹងអាចចូលមក comment ពី feedback ពីសេវាកម្មពីរសជាតិពីបបរសកន្លែងគាត់បានអំពីរសជាតិអំពីសេវាកម្មថាយ៉ាងម៉េចដែរសម្រាប់មុខមេនុយថ្មីផងគាត់នេះគឺថាចាប់ជាតិមែនតើបងប្អូនទាំងអស់គ្នាអើយខ្ញុំទៅនេះគឺថាត្រូវមាត់មែនតើជាមួយនឹងសាច់ជ្រូកលីងជាមួយនឹងសណ្តែកជ្រូកនៅប្រចាំខេត្តស្វាយរៀងនឹងផ្ទាល់តែម្ដងអញ្ចឹងណាអញ្ចឹងបងប្អូនយើងមកដល់ខេត្តស្វាយរៀងចង់ញ៉ាំសាច់ជ្រូកលីងជាមួយនឹងជ្រូកសណ្តែកនឹងអាចទៅកន្លែងបបរសដាច់យប់បានព្រោះថាកន្លែងគាត់ក៏មានលក់ដែរសម្រាប់ខ្ញុំវីដេអូនេះគឺអត់មានអីទេសង្ឃឹមថាបងប្អូនទាំងគ្នាទៅសាកញ៉ាំបបរសកន្លែងគាត់ឬក៏បងប្អូនដែលជាមួយចាយហ្នឹងគឺដឹងពីរសជាតិហើយដូច្នេះហើយបងប្អូនយើងកុំភ្លេចទៅសាកមេនុយថ្មីរបស់គាត់ផងសាច់ជ្រូកលីងជាមួយនឹងសណ្តែកជ្រូកប្រចាំខេត្តស្វាយរៀងផ្ទាល់តែម្ដង